មនុស្សជាច្រើនតែងតែឆ្ងល់ថាហេតុអ្វីបានជាឈុតមួយនេះคล้ายជាឈុតដែល Dr. Strange ចង់คล้ายជាគ្រូសិលខ្លាំងបំផុតនៅពេលសិស្សទាំងអស់ហាត់ប្រាសិលពួកគេសុទ្ធតែអាចបង្កើតរង្វង់បើកច្រក portal បានយ៉ាងរលូនមានតែ Dr. Strange ប៉ុណ្ណោះដែលអាចបង្កើតបានត្រឹមផ្កាភ្លើងតិចប៉ុណ្ណោះនៅពេលនោះគ្រូ Ancient One បានមកពិនិត្យការហ្វឹកហាត់របស់គាត់ Dr. Strange បានរកលេសថារបួសចាស់នៅលើដៃរបស់គាត់ធ្វើឲ្យគាត់មិនអាចប្រើវេទមន្តបានល្អ Ancient One មិនបាននិយាយអ្វីច្រើនទេគាត់គ្រាន់តែហៅបុរសចំណាស់ម្នាក់មកបង្ហាញដើម្បីបញ្ជាក់ថាលេសរបស់ Dr. Strange មិនត្រឹមត្រូវឡើយ Ancient One ដឹងយ៉ាងច្បាស់ថា Dr. Strange មានទេពកោសល្យខ្ពស់និងស័ក្តិសមបំផុតក្នុងការរៀនវេទមន្តប៉ុន្តែបើចង់ក្លាយជាគ្រូវេទមន្តពិតប្រាកដគាត់ត្រូវតែបោះបង់អតីតកិត្តិយសទាំងអស់ហើយចាប់ផ្ដើមរៀនពីមូលដ្ឋានដូចសិស្សថ្មីទូទៅដើម្បីជំរុញឲ្យគាត់បញ្ចេញសមត្ថភាពពិត Ancient One បាននាំ Dr. Strange ទៅកំពូលភ្នំ Everest ហើយប្រាប់ថាមនុស្សធម្មតាបើស្ថិតនៅទីនោះប្រហែលកន្លះម៉ោងនឹងស្លាប់ដោយសារតែភាពត្រជាក់ខ្លាំងនិយាយចប់ Ancient One ក៏បើកច្រកវេទមន្តចាក់ចេញភ្លាមដោយទុកគាត់ឲ្យនៅម្នាក់ឯងប្រឈមមុខនឹងសេចក្តីស្លាប់ Dr. Strange មិនហ៊ានបន្ធូរអារម្មណ៍ឡើយគាត់ប្រមូលផ្ដុំចិត្តទាំងស្រុងដើម្បីគូររង្វង់វេទមន្តហើយនៅវិនាទីចុងក្រោយគាត់ក៏អាចបើកច្រកវេទមន្តបានដោយជោគជ័យចាប់តាំងពីពេលនោះមកសមត្ថភាពវេទមន្តរបស់គាត់បានរីកចម្រើនយ៉ាងឆាប់រហ័សគាត់រៀនអក្ខរាវិរុទ្ធថ្មីបានលឿនជាងអ្នកដទៃហើយថែមទាំងលេងកំប្លែងជាមួយគ្រូវេទមន្តវងទៀតផងប៉ុន្តែ Dr. Strange មិនពេញចិត្តនឹងល្បឿនរៀនបច្ចុប្បន្នទេរៀងរាល់យប់គាត់ប្រើវេទមន្តបំបែកព្រលឹងចេញពីរាងកាយដើម្បីសិក្សាវេទមន្តពេញមួយយប់ធ្វើឲ្យគាត់អាចប្រើពេលវេលាបានយ៉ាងមានប្រសិទ្ធភាពយប់មួយគាត់ឃើញវងមិននៅបណ្ណាល័យក៏លួចបើកសៀវភៅវេទមន្តអំពីពេលវេលាគាត់ពាក់ភ្នែករបស់ Agamotto ហើយចាប់ផ្ដើមប្រើអក្ខរាវិរុទ្ធភ្លាមនោះថ្មពេលវេលា Time Stone ក៏បញ្ចេញពន្លឺពណ៌បៃតងភ្លឺចែងចាំងបន្ទាប់ពីអាចគ្រប់គ្រងអំណាចពេលវេលាបានគាត់បានប្រើវេទមន្តស្ដារទំព័រ2ដែលត្រូវបានហែកចេញពីសៀវភៅហើយរកឃើញអាថ៌កំបាំងដ៏គ្រោះថ្នាក់មួយជាសំណាងល្អវងនិង Mordo បានមកទាន់ពេលហើយបញ្ឈប់គាត់មិនឲ្យបន្តកែប្រែពេលវេលាវងព្រមានថាវេទមន្តពេលវេលាអាចបង្កើតបន្ទាត់ពេលវេលាជាច្រើនប៉ុន្តែបើប្រើខុសអាចបង្កឲ្យពេលវេលានិងលំហឱកាសញ៉ៃហើយអ្នកប្រើអាចជាប់នៅក្នុងរង្វង់ពេលវេលាជារៀងរហូត Dr. Strange បានដឹងថាការប្រព្រឹត្តរបស់ខ្លួនពិតជាគ្រោះថ្នាក់ហើយសារភាពថាគាត់បានធ្វើខុសបន្ទាប់មកវងនិង Mordo បានពន្យល់អំពីប្រវត្តិនិងភារកិច្ចរបស់គ្រូវេទមន្តពួកគេត្រូវការពីប្រាសាទវេទមន្តទាំង3ដែលស្ថិតនៅញូវយ៉កឡុងនិងហុងកុងដើម្បីទប់ស្កាត់ការឈ្លានពានពីអំណាចចង្រិត Dormammu ប៉ុន្តែអតីតសិស្សរបស់ Ancient One គឺ Caecilius បានក្បត់គ្រូរបស់ខ្លួនដោយលួចទំព័រសំខាន់ពីសៀវភៅវេទមន្តនិងព្យាយាមអំពាវនាវ Dormammu ឲ្យចូលមកបំផ្លាញផែនដី Dr. Strange ចាប់ផ្ដើមមានអារម្មណ៍ស្ទាក់ស្ទើរព្រោះដើមឡើយគាត់គ្រាន់តែចង់ព្យាបាលដៃរបស់ខ្លួននិងត្រឡប់ទៅធ្វើជាគ្រូពេទ្យវះកាត់វិញប៉ុណ្ណោះមិនដែលគិតថានឹងត្រូវទទួលបន្ទុកការពារផែនដីនិងសកលលោកឡើយភ្លាមនោះសំឡេងរោទអាសន្នពីប្រាសាទវេទមន្តនៅទីក្រុងឡុងបានបន្លឺឡើងរលកបំផ្ទុះមួយបានបោក Dr. Strange ឲ្យដួលហើយនៅពេលគាត់ងើបឡើងវិញវងនិង Mordo បានបាត់ខ្លួនទៅហើយនៅពេលគាត់រត់ចេញទៅក្រៅគាត់បានដឹងថាខ្លួនកំពុងស្ថិតនៅប្រាសាទវេទមន្តញូវយ៉កខណៈដែលគាត់កំពុងស្វែងរកមិត្តរួមក្រុមអាវេទមន្ត Cloak of Levitation បានហោះមកចំពោះមុខគាត់ប៉ុន្តែមុនពេលគាត់ចូលទៅជិត Caecilius បានបង្ហាញខ្លួនតាមច្រកវេទមន្តហើយវាប្រហារគ្រូវេទមន្តដែលការពារប្រាសាទ Dr. Strange ប្រញាប់ចូលទៅជួយប៉ុន្តែគាត់មកយឺតពេលហើយមិនអាចរារាំងសោកនាដកម្មដែលកើតឡើងបានឡើយ